ពណ៌ផ្សេងឲ្យរឹសទៀតណាហ្នឹងថ្ងៃមុនគឺយើងចាក់ជាមួយ7ពណ៌បងប្អូននេះចាក់ជាមួយ7ពណ៌ប្រភេទនេះសិតតែត្រេះទាំងអស់ណែប្រភេទ7ពណ៌នេះខ្ញុំយកមកធ្វើវីដេអូបង្ហាញជូនបងប្អូនថ្ងៃមុននេះចាខ្សែ028ហ្នឹងហើយនេះចាប៉ុន្តែសម្រាប់វងនេះគឺកន្លះ4ជាមួយនឹងវង10ហាត់ហើយស្នាញ់វងនេះគឺមានភ្ញៀវគាត់យកហើយដោយសារតែវគ្គមុននឹងគាត់ឆាតមកអត់តាន់គេអញ្ចឹងវគ្គក្រោយនេះគាត់ធ្វើការទូទាត់លុយមុនអញ្ចឹងអីវ៉ាន់នេះគឺធ្វើឲ្យគឺខ្ចប់ឲ្យគាត់តែម្ដងអញ្ចឹងអីវ៉ាន់នេះគឺខ្ចប់ជូនគាត់ថ្ងៃហ្នឹងហើយអរគុណមែនទែនណាសម្រាប់ទំនុកចិត្តសម្រាប់ការជឿទុកចិត្តហើយគឺគាត់អត់បានកក់លុយណាគឺគាត់ទូទាត់តែម្ដងហើយគាត់ដឹងថាថ្ងៃណាដែលខ្ញុំប្រាប់គាត់ថាហើយថ្ងៃណាគឺខ្ញុំដាក់ជូនគាត់ថ្ងៃហ្នឹងសម្រាប់អីវ៉ាន់ខាងខ្ញុំទទួលភ្ញៀវច្រើនប៉ុន្តែថ្ងៃគឺខ្ញុំដាក់ប្រាប់ភ្ញៀវដែរគឺយើងក៏ឲ្យខុសអត់ឲ្យភ្ញៀវរងចាំយូរទេចាគឺយើងព្យាយាមរៀបចំទៅតាមថ្ងៃដែលភ្ញៀវគាត់ធ្វើ order ម្នាក់ៗអញ្ចឹងណាដល់ថ្ងៃអញ្ចឹងសម្រាប់ស្នាច់សាច់ត្រេះនេះខ្ញុំសន្យាមកគាត់ហាក់3ថ្ងៃអញ្ចឹងឥឡូវគ្រប់3ថ្ងៃនេះគឺបានហើយមកដល់ដៃហើយយើងធ្វើការរៀបជូនគាត់ថ្ងៃហ្នឹងស្នាច់នេះគឺយើងធ្វើការសដូនស្អាតហើយប្រភេទខ្សែត្រេះជាស្នាច់ដែលស្វិតហើយមាំហើយខ្សែដែលយើងចាក់នេះគឺយើងចាក់បោះខ្សែបោះជប៉ុនណាបងប្អូនចាសាច់ខ្សែបោះជប៉ុនស្វិតមាំចាហើយងាយហើពណ៌ខ្សែប្រភេទនេះ7ពណ៌នេះគឺមានភ្ញៀវយកហើយចាហើយត្រេះដូចគ្នាប្រភេទនេះត្រេះលីងកង់នេះត្រេះកង់ណែពណ៌លឿងជាមួយនឹងពណ៌ផ្ទៃមេឃក៏ស្អាតដែរចាហើយនេះក៏លីងកង់ដូចគ្នាចាពណ៌ក្រហមលាយលឿងចាក៏ស្អាតដែរណាម្យ៉ាងនេះម្យ៉ាងម្នាក់តែសម្រាប់ត្រេះពណ៌នេះគឺមានអ្នកគេយកហើយចាប៉ុន្តែនេះគឺមាននយោបាយអញ្ចឹងប៉ុន្តែនេះគាត់ធ្វើការបង្ហាញទេហើយក៏អរគុណទៅមុន3ថ្ងៃនេះឲ្យបានគាត់ទៅបានឲ្យយ៉ាងហ្នឹងតែគាត់ខ្សែត្រេះខ្ញុំអត់សូវចង់ដោយសារតែប្រភេទខ្សែត្រេះយើងធ្វើរៀងយូរដែរអញ្ចឹងយើងអត់ចង់ឲ្យគាត់ចំណាយពេលចាំយូរពេកអញ្ចឹងបានខ្ញុំអត់ទទួលកក់លុយតែនេះដោយសារតែយើងចិត្តហើយដែរបានយើងហ៊ានទទួលឲ្យភ្ញៀវកក់លុយឬក៏ទូទាត់អញ្ចឹងណាបងប្អូនចាហើយចំពោះនេះក៏យើងខ្សែត្រេះដែរនេះគឺយើងប្រើជាមួយនឹងកង់ពណ៌ឈូកហើយនឹងលឿងចាលាយខៀវលេងពណ៌3ពណ៌សម្រាប់វងនេះកន្លះ4វង10ហាត់ដូចគ្នាចាហើយវងនេះយើងលេងជាមួយនឹងពណ៌យើងលេងជាមួយនឹងពណ៌លឿងចាជាមួយនឹងពណ៌ខៀវចាក៏ស្អាតដែរណាឃើញបងប្អូនស្អាតដូចគ្នាហើយត្រេះដូចគ្នាណាសិតតវង10ហាត់សិតតវង10ហាត់កន្លះ4នេះ10ហាត់កន្លះ4ស្នាញ់នេះបងប្អូន10ហាត់កន្លះ4ចានិយាយទៅប្រភេទខ្សែត្រេះគឺស្អាតណាស្អាតសម្រាប់បានពលាដោយសារតែយើងទឹកដកពីស្ថង់យើងពងចេះបងប្អូនចាឃើញទេនេះយើងលេខ3កង់ពណ៌នេះយើងលេខ2ពណ៌នេះ7ពណ៌សាច់ចា7ពណ៌តែម្ដងនេះហ្នឹងហើយយើងស្នាខ្សែត្រេះយើងនៅពីវងនេះបើសិនជាបងប្អូនគាត់ចាប់អារម្មណ៍ជាមួយខ្សែត្រេះអីគាត់អាចឆាតសួរបានណាចាគាត់អាចឆាតសួរបានតែវងនេះគឺយកហើយអញ្ចឹងបើសិនអ្នកដែលគាត់ចង់បានស្នាខ្សែត្រេះអីនឹងអាចឆាតសួរបានឥឡូវនៅកន្លែងមាន2វងកន្លះ4វង10ហាត់ចាជាមួយនឹងខ្សែនេះជាមួយនឹងខ្សែ026ណាចា028 026ខ្សែ2នេះណាបងប្អូនហ្នឹងហើយចំពោះទម្ងន់ជើងបងប្អូនអាចឆាតសួរបានដើម្បីខ្ញុំបញ្ជាក់ជើងគីឡូឲ្យណាហ្នឹងហើយអាចឆាតសួរបានហើយសម្រាប់តម្លៃស្នាញ់ខ្សែត្រេះរៀងថ្លៃជាងស្នាញ់យើងចាថ្លៃជាងប៉ុន្តែគុណភាពវាល្អជាងសម្រាប់ស្នាញ់នេះគឺយើងអាចប្រើបានជាមួយនឹងប្រភេទបងត្រីធំជាប់គុលជាប់អីអត់បាច់ភ័យថៃទេប្រភេទស្នាញ់នេះចាមាំស្កត់ចាពេលហ្នឹងបងប្អូនដែលស្រឡាញ់ហ្នឹងហើយអាចឆាតសួរបានមាននៅកន្លែងកំងព្រៀមអាចជូនតែព្រៀមតែម្ដងបើមានអីវ៉ាន់បានយើងទទួលបើអត់អីវ៉ាន់ក៏យើងអត់ធ្វើការទទួលដែរណា